ប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីប្រវត្តិរូបសង្ខេបរបស់កីឡាករបង្គោលក្រហមនៃបរិយាណាចក្រកម្ពុជាកីឡាករពុតហុចមានអាយុ22ឆ្នាំទម្ងន់69គីឡូក្រាមកម្ពស់1.70 ម៉ែត្រទីលំនៅបច្ចុប្បន្ននៅភូមិរកាកោងឃុំមហាលៀបស្រុកកោះស្ទឹងខេត្តកំពង់ចាមធ្លាប់ប្រកួតបាន92ដងឈ្នះ73ដងចាញ់17ដងស្មើ2ដងដួលគូប្រកួតឲ្យសន្លប់បានចំនួន27ដងប្រកួតចុងក្រោយជាមួយនឹងកីឡាករជនជាតិប្រេស៊ីលឈ្នះជនជាតិប្រេស៊ីលវាយឲ្យជនជាតិប្រេស៊ីលសន្លប់នៅក្នុងទឹកទី4ថ្ងៃនេះថ្វាយបង្គំគ្រូរបៀបរំលឹកគុណគ្រូបង្វឹកក៏លោកដនរិទ្ធមកពីក្លឹបពុទ្ធសេរីវង្សព្រៃតតែនចំណែកឯប្រវត្តិរូបកីឡាករនៃប្រជាណាចក្រថៃខំឆៃមានអាយុ22ឆ្នាំទម្ងន់69គីឡូក្រាមដូចគ្នាកម្ពស់ 1.73 ម៉ែត្រមានស្រុកកំណើតនៅស្រុកបានផានៅខេត្តខកែបធ្លាប់ប្រកួតបានចំនួន110ដងឈ្នះ90ដងចាញ់20ដងមិនដែលស្មើដួលគូប្រកួតឲ្យសន្លប់បានចំនួន17ដងប្រកួតចុងក្រោយជាមួយនឹងកីឡាករជនជាតិថៃដូចគ្នាលទ្ធផលឈ្នះដោយពិន្ទុថ្ងៃនេះឡើងមកប្រកួតនៅលើសង្វៀនរបស់ទូរទស្សន៍បាយ័ននៃបរិយាណាចក្រកម្ពុជាថ្វាយបង្គំគ្រូរបៀបរំមុខ4គ្រូបង្វឹកគឺលោកសំផុងមកពីក្លឹបសសសំផុងលោកស្រីនាងកញ្ញាដែលអញ្ជើញមកទស្សនានៅទីនេះទាំងអស់សូមសម្លេងអបអរសាទរដល់កីឡាករនៃព្រះរាជាណាចក្រកម្ពុជាបាទលោកស្រីនិងកញ្ញាជាទីមេត្រីបាទគ្រូអន្តរជាតិបានបង្ហាញខ្លួនហើយបាទកំពុងតែថ្វាយបង្គំគ្រូបាទមិនទាន់បានបញ្ចប់នៅឡើយទេពុទ្ធហុចអ្នកប្រដាល់មកពីកោះសុទិនសបិនក្នុងចិត្តខេត្តកំពង់ចាមបាទអ្នកប្រដាល់នៅខេត្តកំពង់ចាមព្រះរាជាណាចក្រកម្ពុជាចំណែកឯកីឡាករខំឆៃអ្នកប្រដាល់មកពីខុនកែនព្រះរាជាណាចក្រថៃប្រវត្តិប្រកួតបាទគឺឃើញថាពុទ្ធហុច92ដងចំណែកកំឆៃ110ដងពេលនេះអាញាកណ្ដាលលោកខឹមជាតិកំពុងតែបង្ហាញលក្ខន្តិកៈជូនដល់កីឡាករទាំងពីរបាទចាំមើលថ្ងៃនេះថាតើពុទ្ធហុចឬក៏ខំឆៃចក្រមបាទទទួលបានជ័យជំនះត្រៀមកីឡាករទាំងពីរបាទប្រភេទទម្ងន់ទី2ដៃឈ្មោះអន្តរជាតិ19គីឡូក្រាមទី1ប្រភេទទម្ងន់69គីឡូក្រាមបាទហើយបើនិយាយពីខេត្តខុនកែនរបស់ថៃនេះគឺខេត្តទៅឆ្ងាយពីបាងកកណាស់បាទអញ្ចឹងហោះមកកម្ពុជារបស់យើងក៏មិនជិតដែរបាទឥឡូវទស្សនាការប្រកួតបាទសម្រាប់គូបដាល់អន្តរជាតិក្រហមកីឡាករព្រះរាជាណាចក្រកម្ពុជាពុទ្ធហុចខៀវកីឡាករព្រះរាជាណាចក្រថៃគឺកីឡាករខំឆៃឥឡូវទស្សនាការប្រកួតមួយអត់ទាន់មានអ្វីគួរឲ្យកត់សម្គាល់នៅឡើយទេឥឡូវមួយសិនយ៉ាងម៉េចហើយឱកាសបែកជើងរួលយ៉ាងម៉េចពុទ្ធហុចអូហូកីឡាករទាំងពីរមានប្រហាក់ប្រហែលគ្នាបាទឥឡូវជើងក្រោយសម្រាប់ខំឆៃទាត់ផុតចុងក្រោយពុទ្ធហុចគេបានផ្ដួលកីឡាករមកពីអាមេរិកខាងត្បូងកីឡាកររបស់ប្រេស៊ីលធ្វើឲ្យកីឡាករប្រេស៊ីលសន្លប់ទឹកទី4ចំណែកឯខំឆៃបើចុងក្រោយគេឈ្នះកីឡាករបរទេសផ្សេងទៀតដោយពិន្ទុទាត់ជើងក្រោយរបស់ខំឆៃមួយជើងខ្លាំងពុទ្ធហុចយ៉ាងម៉េចហើយទឹកដំបូងនេះអត់ទាន់មានអ្វីគួរឲ្យកត់សម្គាល់នៅឡើយទេបន្តទៀតសូមជម្រាបជូនផងដែរថាសម្រាប់ម្សិលមិញការប្រកួតមិត្តភាពអន្តរជាតិក្រុមបាល់ទាត់ជំនឿជាតិកម្ពុជាឈ្នះសង្ហបុរី 3-0 ដែលជាការប្រកួតកម្ដៅសាច់ដុំមុនប្រកួតជម្រុំ World Cup ថ្ងៃទី12មីនានៅទឹកដីកម្ពុជារបស់យើងជាមួយនឹងម៉ាកាវដល់ចូលឲ្យកែងមួយរបស់អូហូយដួលបាត់ទៅហើយអើយយ៉ាងម៉េចមួយកែងរបស់ពុទ្ធហុច 3 បាទរូបភាពយើងបង្ហាញជូនទៅពេលបន្តិចទៀតហើយ
បាទការរបស់ពុទ្ធហុចពិតជាមិនធម្មតាហើយគូប្រកួតរបស់គេត្រូវបានអាជ្ញាកណ្ដាលរាប់ត្រឹម7គាត់បន្តត្រឹម8ត្រឹម12បាទដើរចូលសម្រាប់ពុទ្ធហុចសម្រុកចូលបន្តទៀតឲ្យកែងជាថ្មីចាប់កាច់ចូលឡើងចាប់កាច់បន្តអាជ្ញាកណ្ដាលយ៉ាងម៉េចញ៉ៃកីឡាករទាំងពីរបាទទស្សនាការប្រកួតបន្តទៀតឲ្យកែងលោចូលចលោឡើងបន្តយ៉ាងម៉េចហើយឃើញថាអ្នកគ្រប់គ្រងពិតជារីករាយជាមួយនឹងអ្វីដែលការធ្វើបានល្អសម្រាប់ពុទ្ធហុចអំបញ្ញមិញនេះទស្សនាការប្រកួតបន្តទៀតនៅដដែលចូលដដែលលោចលោបន្តទៀតទាត់ជើងក្រោមទាត់មួយជើងខ្លាំងពុទ្ធហុចយ៉ាងម៉េចអត់អីឲ្យកែងសងទៅវិញជង្គង់របស់ពុទ្ធហុចជង្គង់មួយទៀតរបស់ខំឆៃអាញាកណ្ដាលញ៉ៃកីឡាករអូហូអាញាកណ្ដាលប្រមានបន្តិចស្ដាប់អាញាកណ្ដាលមិនអាចថែមពេលអាញាកណ្ដាលកំពុងតែបន្តការប្រកួតញ៉ៃឬក៏គេហៅថាបំបីនោះទេចប់ទឹកទី1ទៅហើយអោបគ្នាបន្តិចសិនមុនសម្រាប់ទឹកទីបាទរូបភាពបានរួនរាជទី2ទឹកទី2 round 2ឥឡូវទស្សនាទឹកទី2បន្តទៀតរវាងកីឡាករពុទ្ធហុចជាមួយនឹងខំចៃកីឡាការលោកស្រីនាងកញ្ញាជិតទីមេត្រីបាទឥឡូវនេះលោកកងហ៊ុនគាត់លបោតមាត់មានច្រឡំមាត់ទេបាទតាមដានទស្សនាការប្រកួតរបស់យើងរវាងកីឡាករនៃព្រះរាជាណាចក្រកម្ពុជានិងកីឡាករនៃព្រះរាជាណាចក្រថៃបង្គោលក្រហមពុទ្ធហុចបង្គោលខៀវកីឡាករថៃគឺខំចៃបាទខំចៃបាទត្រាំចៃអបាញ់មិញនេះត្រូវមួយកែងបាទខំកែងបាទហើយឥឡូវបានរំលឹកថាមានការប្រុងប្រយ័ត្នខ្ពស់ហើយអាយ៉ាខំចៃរបស់ពុទ្ធហុចដូចជាចង់ត្រេតត្រូវដែរបាទបន្តការប្រកួតជាបន្តទៀតបន្តការប្រកួតជាបន្តទៀតចាប់អោពុទ្ធហុចខំចៃគ្រូបង្វឹកសំទោសគឺគ្រូបង្វឹកអាញាកណ្ដាលបំបែកបាទលោកយេទៅជាគ្រូបង្វឹកបាទឥឡូវខំចៃកំពុងចន្លោបំរុងឡើងជង្គង់ឡើងអត់បានទេបាទគ្រូចូលពុទ្ធហុចថយខំចៃយន្តលោតត់មួយជើងរបស់ពុទ្ធហុចប្រើកណ្ដាប់ដៃទៅជាមួយខំចៃស៊ូចូលក្រៀកកាច់អាញាកណ្ដាលបំបែកសិនលោមិនខំចៃខំកែងមកខំស្លឹកទៅជាខុសទៀតបាទតែបងប្អូនយើងចង់មើលណាកីឡាករខ្លាំងរបស់ថៃដឹងយ៉ាងម៉េចខ្មែរដឹងយ៉ាងម៉េចអត់មានយ៉ាងម៉េចអូយចូលហើយកម្ពុជាយើងដាក់ចំផ្ទៃមុខធ្វើឲ្យខំចៃឡើងងឹតមុខឈឹងហ្មងបាទអូហើយ 1 2 បានទេ 3 4អ្នកស្ទឹងមានជ័យអូអ្នកស្ទឹងមានជ័យ8 9 រកគ្រប់10ហើយត្រឡប់ជើងឲ្យបងប្អូនយឺតបាទកម្ពុជាចំធៀមឲ្យថែម2 3ជង្គង់ទៀតមែនតើហ្មងអាញាកណ្ដាលបាទអូយនេះមិនធម្មតាបាទសូមបងប្អូនស្ទឹងមានជ័យហូអបអរសាទរកីឡាករកម្ពុជាយើងមួយបាទគុំមិនជាប់នៅជង្គង់របស់ពុទ្ធហើយយឺតបាទបងប្អូននេះប្រកងរបស់ខំចៃពុទ្ធហុចលេងជង្គង់កងមកអត់លេងទេ2 3ជង្គង់បាទរូបភាពយឺតបងប្អូនជង្គង់ទី1ហើយមួយទៀតបាទជង្គង់ទី2បាទអាញាកណ្ដាលគាត់ទាន់ត្រូវខ្លាំងតាំងពីជង្គង់ទី1ទេបាទគុណបងមកដៃធៀមមួយហ្នឹងអត់អីណាបាទឲ្យបានចូលមកចូលក្លេតែម្ដងបាទអញ្ចឹងជ័យជំនះបានទៅពុទ្ធហុចហើយជ័យជំនះបានទៅលើបរិយាកាសកម្ពុជារបស់យើងគឺពុទ្ធហុចនេះអ្នកទាំងមានជ័យលោកកងហ៊ុនបាទអ្នកដឹងតាអ្នកយើងដឹងទេបាទដឹងទេតាមដូចគ្នាក្រហមពុទ្ធហុចឈ្នះបង្គោលខៀវដោយបង្គោលខៀវសន្លប់នៅក្នុងទឹកទី2ទឹកទី2បាទ